សូមគោរពជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូរបស់នាងខ្ញុំចា៎ដោយថ្ងៃនេះនាងខ្ញុំមកនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទមួយទៀតហើយដែលស្ថិតនៅលើទឹកដីខេត្តសៀមរាបដោយបងប្អូនបានដឹងហើយខេត្តសៀមរាបគឺសម្បូរប្រាសាទច្រើនខ្លាំងមែនទែនហើយដែលឡែកប្រាសាទដែលនាងខ្ញុំកំពុងតែដើរទៅនេះគឺជាប្រាសាទព្រះខ័នណាបងប្អូនទាំងអស់គ្នាចាតាមពិតប្រាសាទព្រះខ័ននេះពីមុនខ្ញុំធ្លាប់មកម្ដងហើយប៉ុន្តែអត់បានចូលជ្រៅដល់កន្លែងប្រាសាទតស2ជាន់នេះបងប្អូនតែលើកនេះគឺមិនអាចថាចង់មកឲ្យដល់ហើយគឺព្យាយាមមែនតើដើម្បីចូលឲ្យដល់ប្រាសាទកន្លែងតស2ជាន់ហ្នឹងណាបងប្អូនទាំងអស់គ្នាហើយដើរចូលនេះបងប្អូនណាម៉ោងដូចជា2ម៉ោង1ម៉ោង2ថ្ងៃត្រង់កំពុងតែក្តៅខ្លាំងមែនទែនតែម្ដងដោយសារតែចិត្តចង់ទៅដល់ទៅឃើញយ៉ាងផ្ទាល់នឹងភ្នែកគឺខំប្រឹងដើរចូលទៅគឺនិយាយទៅលក្ខណៈថាសម្រុកតែម្ដងបងប្អូនដោយសារយើងប្រញាប់ទៅផ្ទះវិញផងអញ្ចឹងដើរលក្ខណៈស្រូតអត់សូវបានថតនេះនោះឲ្យប្រហែលទេហើយសម្រាប់បងប្អូនដែលចង់ទៅទស្សនាប្រាសាទព្រះខ័ននេះបងប្អូនត្រូវចូលឲ្យដល់កន្លែងប្រាសាទតស2ជាន់ណាបងប្អូនកន្លែងហ្នឹងគឺស្អាតខ្លាំងមែនទែនប្លង់ដែលគេកំពុងតែល្បីខ្លាំងដែរតែម្ដងសម្រាប់ខ្ញុំទៅលេងសៀមរាបមុនចូលប្រាសាទព្រះខ័នដែរតែអត់បានចូលជ្រៅអញ្ចឹងឯងហើយក៏អត់ដែលដឹងថាប្រាសាទព្រះខ័នហ្នឹងគឺជាប្រាសាទកន្លែងដែលទៅរូបមានរូបសសរ2ជាន់ហ្នឹងដែរបងប្អូននៅពេលដែលខ្ញុំឃើញគេផុសនៅមុខប្រាសាទហ្នឹងខ្ញុំចាប់ផ្ដើមឆ្ងល់ថាកន្លែងនេះស្អាតឃើញគេល្បីឃើញគេនាំគ្នាទៅថតផុសច្រើនហើយចង់ដឹងថាប្រាសាទហ្នឹងប្រាសាទអីគេតែពេលមើលទៅក៏បាក់ទៅដឹងថាអូប្រាសាទហ្នឹងធ្លាប់ចូលដែរប៉ុន្តែខ្ញុំចូលអត់ដល់គឺខ្ញុំចូលបានតែខ្លោងទ្វារខាងមុខបន្តិចហើយក៏ដោយសារតែយើងទៅសៀមរាបម្ដងគឺពេលវេលាតិចបងប្អូនគឺរត់រះប្រាសាទខ្លះគឺចូលបានតែខាងមុខបន្តិចទេអត់ចូលដល់អត់បានចូលដល់ខាងក្រោយទេតើអញ្ចឹងទៅគឺយើងអត់ជួបកន្លែងដែលគេប្លង់ថតរូបស្អាតល្បីអីអញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យខកខានចាឃើញទិដ្ឋភាពស្អាតប្លែកក៏ដូចជាខកខានការថតរូបស្អាតបងប្អូនចូលប្រាសាទព្រះខ័នបងប្អូនចូលឲ្យជ្រៅត្រង់ទៅក្រោយរហូតហើយបងប្អូនមើលខាងឆ្វេងព្រោះអីប្រាសាទហ្នឹងគឺនៅខាងឆ្វេងដៃបងប្អូនគ្រាន់តែចូលមកតាមខ្លោងទ្វារគឺត្រង់រហូតកុំកាច់តាណាត្រូវទៅត្រង់ចាហើយឧស្សាហ៍មើលខាងឆ្វេងចូលប្រហែលជាដូចជាខ្ទង់100ម៉ែត្របងប្អូនមើលខាងឆ្វេងណាឃើញហើយប្លង់ថតរូបស្អាតដែលខ្ញុំប៉ងប្រាថ្នាហើយខ្ញុំជឿថាមានបងប្អូនច្រើនអ្នកដែលប៉ងទៅថតកន្លែងហ្នឹងដូចខ្ញុំដែរអញ្ចឹងនេះគឺចូលបានប្រហែលជាខ្ទង់ចិត្តដល់កន្លែងប្រាសាទហើយបងប្អូនកន្លែងសសរ2ជាន់ណាដោយសារតែឃើញទេសភាពទលាយហើយស្រឡះល្អក៏ឆ្លៀតបង្វែរកាមេរ៉ាបង្ហាញជូនបងប្អូនមើលឆ្វេងមើលស្ដាំបន្តិចទៅបន្ទាប់ពីឆ្លងផុតទៅកន្លែងហ្នឹងមិនតិចទេបងប្អូនមើលខាងឆ្វេងណាចានេះចាប់ផ្ដើមមកដល់ហើយបងប្អូននេះគឺជាភាពអស្ចារ្យមួយរបស់ដូនតាយើងបងប្អូនគឺថាសម័យមុនណាអាចធ្វើប្រភេទប្រាសាទ2ជាន់ចេះបានគឺអស្ចារ្យខ្លាំងមែនតែនតែម្ដងបើប្រាសាទផ្សេងដែលមានជាងមានទ្រង់ទ្រាយត្រឹមត្រូវខ្ញុំអត់ឆ្ងល់អត់សូវឆ្ងល់តែឆ្ងល់ត្រង់ថាគេធ្វើម៉េចគេធ្វើមិនទៅបានតស2ជាន់នេះរបៀបធ្វើមិនដឹងថាគេធ្វើមិនខ្លះខ្ញុំឆ្ងល់ដល់ហើយនេះមកដល់ភ្លាមដោយសារតែកន្លែងនេះទលាយផ្លូវស្រឡះល្អកូនស្រីខ្ញុំរត់ចុះរត់ឡើងឆ្វែលឡើងបាក់ញើសជោកហើយបងប្អូនអើយហេតុតែក្មេងលពឹសមិនសូវចេះនៅស្ងៀមគេខ្ញុំមកដល់កន្លែងនេះហើយខ្ញុំអត់បានទៅថតពីមុខប្រាសាទទេមុខប្រាសាទគឺមានស្រះទឹកតូចមួយដែលគេចំណាំចាប់ប្លង់ថតរូបស្អាតតែដោយសារខ្ញុំបញ្ញាប់ពេកខ្ញុំបានដើរគៀននឹងប្រហែលជា2-3វីដេអូហើយក៏ចាស់អ្នកខាងក្រៅទេហៅថាបញ្ញាប់ទៅផ្ទះក៏រត់រះស្ដាយមែនតែនទៅដល់ហើយបញ្ញាប់ខ្លាំងពេកអត់បានថតរូបកន្លែងនេះគឺកូនស្រីស្បងខ្ញុំថតឲ្យគឺឆ្លៀតខ្លាំងមែនតែនតែម្ដងណាបើមិនឆ្លៀតគឺអត់បានរូបភាពល្អផ្ដិតជូនបងប្អូនអត់បានរូបភាពទុកមើលជាអនុស្សាវរីយ៍ទេអញ្ចឹងគឺឆ្លៀតគេហៅចេញទៅក្រៅតែឆ្លៀតដាក់មកវីដេអូទៀតសិនអញ្ចឹងសម្រាប់បងប្អូនដែលមានពេលវេលាគ្រប់គ្រាន់ដែលបានទៅលេងប្រាសាទព្រះខ័នបងប្អូនកុំភ្លេចណាស្ដាយខ្លាំងមែនតែនប្លង់មួយនេះគឺបងប្អូនមិនបានចូលជ្រៅដល់ប្លង់មួយនេះទេគឺថាមហាសែនស្ដាយដូចដែលខ្ញុំនិយាយអញ្ចឹងឥឡូវនេះគឺវីដេអូគឺចេញមកវិញហើយបងប្អូនអើយដោយសារអ្នកក្រៅតេញញឹកមុំពេកឥឡូវនេះពួកយើងនាំគ្នាត្រឡប់មកវិញហើយបងប្អូនចេញមកវិញហើយប៉ុន្តែនៅតែមិនអស់អាឡ័យខ្ញុំសង្ឃឹមថាពេលក្រោយបើសិនជាខ្ញុំបានទៅទៀតខ្ញុំនឹងបានថតរូបឲ្យស្រួលបួលបានថតទាំងរូបស្លឹកហើយនិងវីដេអូគឺថតឲ្យអស់ចិត្តអស់ចង់តែម្ដងហើយនៅពេលដែលខ្ញុំចេញមកវិញឃើញមានកូនកន្លោះកូនកំមុំមកគូបងប្អូនអើយគាត់មកថត pre wedding នៅនឹងមុខប្រាសាទហ្នឹងបងប្អូនអើយស្អាតខ្លាំងមែនតើឃើញហើយស្រឡាញ់តែម្ដងណាឃើញហើយមានអារម្មណ៍ថាចង់ការម្ដងទៀតបងប្អូនខ្ញុំដើរមកផុតគេបន្តិចខ្ញុំឆ្លៀតលើកាមេរ៉ាជ្រុងមើលគេដែរចាគិតទៅមានអារម្មណ៍ថាចំណានក្មេងសាក្រោយគេគេស្អាមាន pre wedding មានអីណាដើរលេងតាមប្រាសាទអីអូយមើលទៅគឺថាលយខ្លាំងមែនតើជាពិសេសអ្នកដែលបានមក pre wedding នៅតាមតំបន់ប្រាសាទអញ្ចេះបងប្អូនស្អាតទាំងមនុស្សស្អាតទាំងទេសភាពតែម្ដងហើយឥឡូវវីដេអូរបស់យើងគឺជិតដល់ទីបញ្ចប់ហើយបងប្អូនទាំងអស់គ្នាសម្រាប់ដំណើរកំសាន្តមកកាន់ខេត្តសៀមរាបហើយក៏ដូចជាមកកាន់ប្រាសាទព្រះខ័នមួយនេះ
គឺជាក្តីសម័យរបស់ខ្ញុំតាំងពីប្រហែលជាប្រហែលខែមុនដែរបងប្អូនចាឥឡូវក៏បានសម្រេចហើយដែរសម្រេចក្តីសម័យប៉ុន្តែនៅតែមានក្តីសម័យមកលើក្រោយទៀតអញ្ចឹងណាព្រោះអីមកលើកនេះបានថតបានឃើញដែរតែមិនទាន់អស់ចិត្តបងប្អូនអញ្ចឹងលើកក្រោយសង្ឃឹមថានឹងបានមកភាសាទៀតបានថតបានដែរអស់ចិត្តអស់ចង់កុំឲ្យពេលត្រឡប់មកវិញនៅតែមានអារម្មណ៍មួយគិតថាវាមិនដាច់អាឡ័យមិនអស់ចិត្តសោះហើយជាចុងក្រោយនៃវីដេអូនេះនាងខ្ញុំក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបំណងប្រាថ្នាឬមានសេចក្តីប្រាថ្នាផងចង់មកលេងស៊ីមរៀបឬក៏ចង់មកលេងប្រាសាទព្រះខ័ននេះគឺស្ថាប់បានសម្រេចបំណងប្រាថ្នាទាំងអស់គ្នានៅក្នុងពេលឆាប់ខាងមុខនេះតែម្ដងអរគុណច្រើនបងប្អូនទាំងអស់គ្នាគោរពលា